បាទជំរាបសួរពុកម៉ែបងប្អូនបាទឥឡូវខ្ញុំមានប្រធានបទថ្មីមួយទៀតហើយប្រធានបទនេះខ្ញុំដាក់ចំណងជើងថាត្រូវបន្ថែមអ្វីដែលខ្វះខាតត្រូវកែប្រែអ្វីដែលមិនត្រឹមត្រូវឃ្លាទី1គឺត្រូវបន្ថែមអ្វីដែលខ្វះខាតធម្មតាមនុស្សយើងមិនមានអ្នកណាឥតខ្ចោះទេហើយក៏មិនមានអ្នកណាគ្រប់មានអ្វីគ្រប់គ្រាន់ដែរតែងតែមាននៅចំណុចខ្វះខាតតែងតែមាននៅចំណុចឆ្គមឆ្គងតែងតែមាននៅចំណុចឆក់ល្វែងជៀសមិនផុតឡើយអញ្ចឹងអ្វីដែលសំខាន់យើងត្រូវដឹងខ្លួនយើងត្រូវស្គាល់ខ្លួនយើងត្រូវដឹងថាតើអាការខ្វះខាតរបស់យើងនឹងមានអីខ្លះអញ្ចឹងនៅពេលដែលយើងទទួលស្គាល់អំពីអ្វីដែលយើងខ្វះខាតនៅពេលដែលយើងទទួលស្គាល់ហើយយើងនឹងអាចស្វែងរកនៅការបំពេញបន្ថែមនៅចំណុចដែលយើងខ្វះខាតនោះហើយអញ្ចឹងធម្មតាការបំពេញនៅអ្វីដែលយើងខ្វះខាតវាគ្មានអីក្រៅអំពីការសិក្សារៀនសូត្រទេការសិក្សារៀនសូត្រមិនថាស្ថិតនៅក្នុងវ័យសិក្សាឬក៏ដូចជាការបំពេញការងារក៏ដោយពីព្រោះការងារវាបង្រៀនមនុស្សឲ្យយើងចេះអំពីរបៀបនៃការធ្វើការងារអញ្ចឹងអាការរៀនដឹងអំពីរបៀបនៃការធ្វើការងារអានោះឯងគឺជាការសិក្សានោះឯងគឺជាការបំពេញបន្ថែមនៅចំណុចខ្វះខាតរបស់យើងជាទូទៅការខ្វះខាតនេះវាតែងតែមានគ្រប់មនុស្សទាំងអស់គ្រាន់តែថាមនុស្សខ្លះគាត់មានតិចមនុស្សខ្លះគាត់មានច្រើនអញ្ចឹងយើងបំពេញបន្ថែមនៅអ្វីដែលយើងខ្វះខាតជាពិសេសគឺបំពេញបន្ថែមនៅសកម្មភាពដែលយើងកំពុងតែជួបផ្ទាល់យើងបំពេញបន្ថែមនៅសកម្មភាពដែលយើងកំពុងតែធ្វើពីព្រោះឧទាហរណ៍ថាបើសិនជាស្ថិតនៅក្នុងជាអ្នកធ្វើការងារឧទាហរណ៍ថាជាគ្រូបង្រៀនអញ្ចឹងទោះបីជាគ្រូបង្រៀនក៏ដោយរឿងចំណុចខ្វះខាតនៃចំណេះដឹងនេះគឺអត់មានដែនកំណត់ទេអញ្ចឹងគ្រូបង្រៀនគាត់ត្រូវតែសិក្សារៀនសូត្រជាប្រចាំដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងដើម្បីឲ្យមានគុណវុឌ្ឍិកាន់តែល្អប្រសើរឡើងសម្រាប់អ្នកធ្វើកិច្ចការងារផ្សេងទៀតក៏ដូចគ្នាដែរអញ្ចឹងត្រូវតែសិក្សាបន្ថែមទៅឆ្វេងយល់អំពីកិច្ចការងារនោះដើម្បីកែប្រែកិច្ចការងារនោះដើម្បីធ្វើឲ្យការងារកាន់តែមានប្រសិទ្ធភាពថែមទៀតclear ទី2គឺនិយាយពាក់ព័ន្ធទៅនឹងត្រូវកែប្រែនៅអ្វីដែលមិនត្រឹមត្រូវជាធម្មតាទេកំហុសវាតែងតែកើតមានឡើងគ្រប់ពេលវេលាគ្រប់ច្រឡហកគ្រប់មនុស្សទាំងអស់តែងតែមានកំហុសទោះបីយើងមានកំហុសប៉ុន្តែយើងត្រូវដឹងខ្លួនថាអ្វីដែលយើងបានធ្វើអ្វីដែលយើងកំពុងធ្វើគឺវាខុសហើយអញ្ចឹងយើងត្រូវតែកែប្រែនៅអ្វីដែលវាមិនត្រឹមត្រូវនៅអ្វីដែលវាមានកំហុសខុសឆ្គងនោះកែប្រែឲ្យវាបានប្រសើរឡើងវិញដើម្បីបញ្ជៀសកុំឲ្យអាកំហុសនោះដើម្បីអាភាពមិនត្រឹមត្រូវនោះវាកើតឡើងម្ដងទៀតអញ្ចឹងការកែប្រែកំហុសគឺជាការទទួលស្គាល់ថាយើងជាមនុស្សដែលមានទំនួលខុសត្រូវនៅក្នុងកិច្ចការងារនោះឬក៏យើងជាមនុស្សដែលមានទំនួលខុសត្រូវនៅក្នុងសកម្មភាពដោយពាក្យមួយដែលយើងតែងតែនិយាយពាក្យថាសុំទោសការពិតវាមិនបញ្ជាក់ប្រាប់ថាយើងជាមនុស្សដែលអន់ទេប៉ុន្តែការសុំទោសនេះគឺបញ្ជាក់ប្រាប់ថាយើងជាមនុស្សដែលមានទំនួលខុសត្រូវយើងទទួលស្គាល់កំហុសយើងសុំទោសអ្នកដទៃអីជាដើមប៉ុន្តែនិយាយបែបនេះមិនមែនទាមទារឲ្យខុសសុំទោសទេគឺយើងបញ្ជាធ្វើយ៉ាងណាកុំឲ្យមានកំហុសហើយយើងកែប្រែបើសិនជាមានកំហុសហើយយើងកែប្រែកំហុសនោះឲ្យបានច្រើនកាលណាល្អកាលហ្នឹងហើយបញ្ជាឬក៏ធ្វើយ៉ាងណាកាត់បន្ថយកំហុសបានច្រើនកាលណាល្អកាលហ្នឹងបាទអញ្ចឹងថ្ងៃនេះពេលនេះខ្ញុំមានតែប៉ុណ្្នឹងទេបើមានការលើសលួសខ្វះខាតសូមមេត្តាខន្តីអភ័យទោសសូមអរគុណសូមជម្រាបលា